ចាលើហ្នឹងមកធ្វើតាមពាក្យសន្យាណាបងប្អូននេះគឺជាសកម្មភាពដែលខ្ញុំញ៉ាំស៊ុបយ៉ាហនរបស់យើងហ្នឹងជួបជុំគ្រួសារហ្នឹងណាបងប្អូនថ្ងៃចូលឆ្នាំទី1នេះគ្រាន់តែជាតង់ទី1ទេនៅតង់ទី2ទី3ទៀតណាបងប្អូនហើយនេះខ្លាចអត់បានចូលកាមេរ៉ាអីចឹងគេអ្នកហាន់បន្លែសោះតែឯងចង់ចូលកាមេរ៉ាឲ្យគេថតឲ្យឃើញហើយណាហើយមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាបងប្អូននេះជួបជុំបងប្អូនខ្ញុំគ្មានប្រុសទេចាគឺថាសិតតែស្រីមើលឲ្យហើយបងប្អូនរបស់ខ្ញុំម៉ែរបស់ខ្ញុំមីងរបស់ខ្ញុំនេះគឺថាជួបជុំគ្នាមកញ៉ាំជាមួយនឹងស៊ុបយ៉ាហនមានសិតតែបន្លែហើយនឹងស៊ុបរបស់យើងមានជាមួយនឹងថៃមានអីចឹងនេះយើងញ៉ាំជួបជុំបងប្អូនមកគ្មានអីសប្បាយជាងជួបជុំបងប្អូនរបស់ខ្លួនឯងហើយញ៉ាំជាមួយនឹងម្ហូបដែលផ្លែកមាត់អីចឹងបងប្អូនចឹងគឺស្បាយមែនតើចឹងបើសិនជាបងប្អូនទៅលេងស្រុកអីកុំភ្លេចធ្វើម្ហូបឆ្ងាញ់ជូនគ្រួសារយើងញ៉ាំអីចឹងឲ្យគាត់បានសាកអ្វីដែលប្លែកដែលយើងធ្លាប់បានសាកហើយយើងធ្វើឲ្យគាត់ញ៉ាំប្លែកម្ដងណាគឺថាល្អមែនតើហ្មងហើយនេះគឺជាសកម្មភាពដែលយើងញ៉ាំជួបជុំបងប្អូនគឺញ៉ាំមិនអ្នកដែលញ៉ាំស្រាតែអ្នកដែលមិនញ៉ាំទេគឺថាញ៉ាំតែម្ហូបហ្នឹងហើយនេះចូលដល់វគ្គលាងចានគឺថាកូនបើម៉ៅផ្ដាច់ហ្មងចឹងកូនបើជាអ្នកលាងចាននៅតង់ទី1នៅថ្ងៃចូលឆ្នាំទី1នេះណាបងប្អូនហើយមើលបងប្អូនបើចាប់អារម្មណ៍អីអាចកន្លងទីទុកបានហ៊ានចប់លក់ចេញមួយហៅណាបាននេះកូនបើហើយចេះលាងចានទៀតនេះអើយហៅទៅមានតែកូនបើតែនឹងមួយចេះលាងចាននេះអូមែនតានហ្មងក៏ឃើញគួរឲ្យស្រឡាញ់ស្អែកលាងចានទៀតណាអូនចាយនឹងຕົកចានឲ្យអូនលាងទៀតណាចឹងហើយចាំលាងចាននៅចូលឆ្នាំទី2ទី3ផងណាជំរាបលាបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ